សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់និយាយទៅនឹងបាក់ដប់អញ្ចឹង my personal experience ពីបាក់ដប់គឺអត់មានអី serious ទេប៉ុន្តែខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាគិតទៅលើ4-5ចំណុចដែលយើងអាចធ្វើបានពីព្រោះគឺខ្លួនឯងមានន័យថាយើងត្រូវស្គាល់ខ្លួនឯងឲ្យច្បាស់ស្គាល់ពីរបៀបរៀនរបស់ខ្លួនឯងថាខ្លួនឯងបកែអីថាខ្លួនឯងចូលចិត្តអីចូលចិត្តរបៀបរៀនបែបណាចូលចិត្តរៀនតាមការវិភាគឬក៏ចូលចិត្តរៀនតាមអារម្មណ៍យើងខ្វះខាតមុខវិជ្ជាអីហើយយើងខ្លាំងមុខវិជ្ជាអីអញ្ចឹងចំពោះចំណុចនេះខ្ញុំចង់និយាយពីបរិបទខ្លួនឯងដែរសម្រាប់ខ្ញុំតខ្ញុំចូលចិត្តរៀនពេលយប់ហើយតាំងពីដើមឆ្នាំរហូតដល់ចុងឆ្នាំទៅខ្ញុំមិនដែលងើបរៀនពេលព្រឹកទេថ្ងៃពេលព្រឹកងើបតែមេរៀននឹងអត់ដែរទេព្រោះខ្ញុំចូលចិត្តតែពេលល្ងាចហើយពេលយប់ខ្ញុំធ្វើលំហាត់ចំពោះពេលយប់នេះខ្ញុំរៀនអត់ច្រើនទេរៀនតែ2ម៉ោងឬក៏3ម៉ោងខ្ញុំរៀនមេរៀនណាដែលខ្ញុំគិតថាខ្ញុំ master ឬក៏ខ្ញុំអត់ទាន់ចូលច្បាស់ហ្នឹងហើយមួយវិញទៀតគឺត្រូវគេញ៉ាំអានគ្រប់គ្រាន់ហ្នឹងហើយមើលថែសុខភាពខ្លួនឯងបានល្អចំណុចទី2គឺកត្តាគ្រួសារអញ្ចឹងកត្តាគ្រួសារខ្ញុំប្រកាសថាវាសំខាន់ដែរដោយសារតែវាអាចជះឥទ្ធិពលល្អហើយក៏អាចជះឥទ្ធិពលអត់ដែរអញ្ចឹងបើសិនជាយើងមានគ្រួសារមួយដែលគាត់អាចយល់ពីទុក្ខលំបាកយើងមិនថាជាការសិក្សារៀនសូត្រឬក៏ការរៀនទេវាជាកត្តាល្អយ៉ាងនេះទៀតនៅពេលដែលយើង start ពីការសិក្សានេះយើងអាចនិយាយលេងមួយគាត់បានតែទៅនឹងការរៀនគួរខាងក្រៅខ្ញុំគិតថាវាសំខាន់ដែរប៉ុន្តែយើងអាចព្យាយាមរៀនខ្លួនឯងឲ្យច្រើនបំផុតមានន័យថាបើសិនជាយើងរៀនតែមុខវិជ្ជាណាដែលយើងគិតថាយើងខ្សោយទៅបានហើយប៉ុន្តែក្នុងករណីបើយើងខ្សោយទាំងអស់អូខេរៀនទៅអត់អីទេប៉ុន្តែខ្ញុំតោះខ្ញុំអត់រៀនច្រើនទេខ្ញុំរៀនគួរតែគណិតវិទ្យាមួយទេហើយកាលពីហ្នឹងគឺខ្ញុំរៀនជាមួយលោកគ្រូអ្នកគ្រូនៅសាលារៀនហើយនឹងមើលវីដេអូតាមអនឡាញចំពោះចំណុចទី3ដែលខ្ញុំគិតថាសំខាន់ដែរគឺកត្តាសាលារៀនអញ្ចឹងសាលារៀនរួមចំណែកធំមែនទែនសម្រាប់ខ្ញុំដោយសារតែសាលាខ្ញុំមានលោកគ្រូអ្នកគ្រូដែលល្អគាត់រៀនសិស្សឲ្យមកចប់មែនទែនហើយសាលាខ្ញុំក៏មានវិន័យល្អត្រឹមត្រូវដែរអញ្ចឹងវាគឺជាកត្តាចម្បងដែលធ្វើខ្ញុំនឹងខំរៀនឲ្យឯងតែម្ដង That's all អស់ហើយដល់គ្នា3ចំណុចហ្នឹងបើទៅថាចំណុចណាមួយដែលល្អអាចយកទៅអនុវត្តបានហើយបើសិនជាមានកំហុសក៏ឆ្លងផងណាអធិស្ឋានផង